តោះមកធ្វើការបើកប្រអប់ជាមួយនឹង S22S3 Pro បាទ S22S3 Pro នេះគឺជាផលិតផលរបស់ក្រុមហ៊ុន SJRC ដែលក្រុមហ៊ុននេះគឺបានផលិត drone យូរហើយអ្នកទាំងអស់គ្នាដែល model ទី1របស់គេហ្នឹងគឺមានឈ្មោះថា S11 ហើយមកដល់ចុងឆ្នាំ2024ហ្នឹងក្រុមហ៊ុន SJRC នេះក៏បានធ្វើការទម្លាក់នៅផលិតផលថ្មីរបស់ខ្លួនគឺមានឈ្មោះថា S22S3 Pro ហើយនិង S22S3 XR ដែលជាប្រភេទមាន tele អេក្រង់ហើយសម្រាប់ model ដែលប្រើ tele ធម្មតាហ្នឹងគឺមានឈ្មោះថា S22S3 Pro ដែលខ្ញុំកំពុងតែធ្វើការបើកប្រអប់នឹងឯងខ្ញុំសង្កេតឃើញថាផលិតផលរបស់ក្រុមហ៊ុន SJRC នេះគឺគេផលិតមកមួយគឺមានរូបរាងបែបសាមញ្ញហើយស្រស់ស្អាតខ្លាំងមែនតើហើយសម្រាប់ការផលិតវិញគឺជ័រនីមួយៗដែលគេយកមកផលិតហ្នឹងគឺសិតតែប្រភេទជាជ័រល្អលេខ1ហើយសម្រាប់សមត្ថភាពរបស់វាក៏មិនធម្មតាដែរអ្នកទាំងអស់គ្នានិយាយទៅតាំងពីចំនួនទី1មកគឺគេប្រើ Wi-Fi ដល់ចំនួនទី2ទី3នេះគឺគេលែងប្រើ Wi-Fi គេប្រើជាប្រភេទខ្សែសម្រាប់បញ្ជូនរូបភាពវិញតោះឥឡូវកុំឲ្យខាតពេលយូរយើងធ្វើការភ្ជាប់ drone នេះតែម្ដងដើម្បីធ្វើការបង្ហោះអញ្ចឹងយើងធ្វើការដាក់ memory សិនមកបន្ទាប់ពីបងប្អូនធ្វើការដាក់ memory ហើយយើងត្រូវការដាក់ drone នៅផ្ទៃរាបស្មើមកចុចម្ដងចុចឲ្យជាប់គឺដើម្បីធ្វើការបើក drone តែឡើយគឺដូចគ្នាណាបងប្អូនចុចម្ដងចុចឲ្យជាប់គឺវានឹងធ្វើការបើកហើយនិយាយរួមទៅគឺការបើកគេដូចជាផលិតផលរបស់ DJI ដែរបើតាមខ្ញុំសង្កេតមើលឃើញថាផលិតផលនេះគឺគេអាចនឹងយកលំនាំតាម DJI ច្រើនប៉ុន្តែគេមិនធ្វើឲ្យដូច 100% ទេបើសម្រាប់ការដាក់ភ្ជាប់ជាមួយនឹងទូរស័ព្ទហ្នឹងបងប្អូនធ្វើការយកទូរស័ព្ទមកដាក់ទៅលើ tele សិនមកបន្ទាប់មកបងប្អូនធ្វើការយកខ្សែ connect ហ្នឹងគឺដោតចូលទៅក្នុងរុនសាករបស់ទូរស័ព្ទតែម្ដងបន្ទាប់ពីបងប្អូនធ្វើការដោតរុនសាកហ្នឹងហើយយើងមកធ្វើការបើកទូរស័ព្ទដើម្បីកំណត់នៅមុខងារ location អញ្ចឹងបងប្អូនចូលមកកាន់ setting មកអស់ទៅក្រោមយកពាក្យថាកន្លែងដែលខ្ញុំចុចហ្នឹងណាហើយបន្ទាប់មកទៀតគឺបងប្អូនត្រូវបើកនៅកន្លែង location service ហ្នឹងបន្ទាប់មកបងប្អូនចូលទៅកាន់ app ដែល app drone ហ្នឹងគឺមានឈ្មោះថា SJS Pro ខ្ញុំនឹងទៅសេពាក្យ app នេះគឺនៅលើអេក្រង់តែម្ដងបងប្អូនអាចវាយតាមនឹងបានបន្ទាប់ពីបងប្អូនចូលទៅក្នុង app ហើយចុចមកលើពាក្យថា control កន្លែងនេះគឺវាឲ្យយើងបវល់ត្រីវិស័យអញ្ចឹងយើងធ្វើការបវល់ត្រីវិស័យតាមវាមកណាបើយើងលើក drone ឡើងយើងបវល់វាមកស្ដាំតាមតនិចលាលកាអញ្ចឹងបងប្អូនបវល់វាតែមកជុំមកគឺវាឲ្យយើងលើក drone ហ្នឹងគឺបញ្ឈរឡើងលើហើយបង្វិលវាមកស្ដាំទៀតអញ្ចឹងយើងលើកបញ្ឈរឡើងលើមកបវល់វាមកស្ដាំមកជុំទៀតមកគឺធ្វើការបវល់ត្រីវិស័យហ្នឹងបានសម្រេចហើយអូខេនៅពេលដែលបានសម្រេចគឺនៅលើអេក្រង់ទូរស័ព្ទរបស់យើងហ្នឹងគឺវានឹងលោតចូលកាមេរ៉ាធម្មតាវិញណាសម្រាប់ការភ្ជាប់គឺអត់មានអីពិបាកទេអ្នកទាំងអស់គ្នាសម្រាប់ drone នេះណាវាជាប្រភេទខ្សែ connect អញ្ចឹងយើងមិនចាំបាច់ទៅប្រើ Wi-Fi ប្រើអីទេហើយសម្រាប់ការបង្ហោះគឺបងប្អូនធ្វើការញែកដៃវាប្រឆិតចុះមកក្រោមនឹងទាំងពីរមកវានឹងធ្វើការវិលស្លាបហើយបងប្អូនរុញដៃឆ្វេងនឹងរុញឡើងលើគឺវានឹងធ្វើការហោះឡើងតែម្ដងអញ្ចឹងក្នុងការហោះដំបងសម្រាប់បងប្អូនដែលដៃថ្មីគឺបងប្អូនរុញឲ្យវាឡើងលើឲ្យរៀងខ្ពស់តិចទៅកុំឲ្យវាប៉ះឧបសគ្គអីអញ្ចឹងវាងាយស្រួលក្នុងការវិជាកុំឲ្យយើងប៉ះដើមឈើប៉ះអីអញ្ចឹងណាបងប្អូនទាំងអស់គ្នារុញឲ្យផុតដើមឈើទៅហ្នឹងហើយអត់អីទេតោះឥឡូវយើងមកកលេចមើលទៅលើអេក្រង់វិញត្រង់ចំណុចដែលខ្ញុំបង្ហាញនេះជាចម្ងាយអានេះគឺជាកម្ពស់នៅត្រង់អក្សរ D ហ្នឹងគឺចម្ងាយត្រង់អក្សរ H ហ្នឹងគឺជាកម្ពស់បងប្អូនទាំងអស់គ្នាអញ្ចឹងនៅត្រង់កន្លែងនេះគឺខ្ញុំនឹងធ្វើការដាក់ speed វារៀងលឿនបន្តិចដើម្បីកុំឲ្យខាតពេលវេលាយូរហើយសម្រាប់បងប្អូនយើងដែលចង់មើលវីដេអូពេញរបស់វាដែលយើងមិនថតចេញពីទូរស័ព្ទបងប្អូនអាចចាំមើលនៅចុងវីដេអូខ្ញុំនឹងដាក់វីដេអូរបស់វាដែលថតចេញពី drone ហ្នឹងចូលទៅក្នុង memory ហើយយើង copy ពី memory ហ្នឹងចូលក្នុងទូរស័ព្ទអាហ្នឹងបានយើងបានវីដេអូ scene របស់វាណាអញ្ចឹងបងប្អូនចង់ដឹងថាតើវីដេអូរបស់វាហ្នឹងបានច្បាស់កម្រិតណាគឺបងប្អូនអាចចូលទៅមើលក្នុងវីដេអូបានហើយសម្រាប់ចម្ងាយនិងកម្ពស់របស់វាហ្នឹងគឺនៅក្នុងប្រអប់របស់វាហ្នឹងគេបានដាក់ថាចម្ងាយបាន6គីឡូដីកម្ពស់បាន120ម៉ែត្រហើយសម្រាប់វីដេអូរបស់វាហ្នឹងគឺវាបានរហូតដល់ 4K 30 frame នៅត្រង់កន្លែងដែលរៀងតាក់មិញហ្នឹងបងប្អូនធ្វើការរុញវាឡើងទៅលើបន្តិចទៀតទៅព្រោះថាបើសិនជាបងប្អូនហោះទាបពេកវាអាចនឹងបាំងដើមឈើបាំងអីហ្នឹងគឺធ្វើឲ្យសេវាបញ្ជូនរូបភាពរបស់វាហ្នឹងគឺអត់សូវជា smooth ទេអញ្ចឹងបងប្អូនធ្វើការរុញវារហូតទៅដល់ខ្ទង់100ទៅ120ម៉ែត្រទៅវានឹងធ្វើការហោះឲ្យ smooth មែនតើបងប្អូនទាំងអស់គ្នាសេវាបញ្ជូនរូបភាពវាហ្នឹងណាអញ្ចឹងកន្លែងនេះគឺខ្ញុំអត់មានអីនិយាយច្រើនទេគឺបងប្អូនអាចមើលទៅលើលេខនៅលើអេក្រង់នឹងបានណាតាមពិតទៅលេខនេះគឺវាគិតជាចម្ងាយ feet អ្នកទាំងអស់គ្នាដែល10000 feet ហ្នឹងគឺស្មើនឹង3គីឡូជាង3គីឡូម៉ែត្រជាងហើយកម្ពស់ក៏គេគិតជា feet ដែរអញ្ចឹងសម្រាប់300 feet ហ្នឹងគឺស្មើនឹងខ្ទង់100ម៉ែត្រហ្នឹងឯងអញ្ចឹងបងប្អូនពេលដែលបងប្អូនហោះគឺយក300 feet ជាងមកណា300 feet ជាង340 feet ឬក៏400 feet មកគឺបងប្អូនអាចហោះបានកម្ពស់120ម៉ែត្រហ្នឹងហើយ
តាមពិតទៅបើសិនជាតំបន់បងប្អូនរៀងវាលបន្តិចគឺបងប្អូននឹងអាចធ្វើការហោះបានរហូតដល់ 20000 feet ដែលអាចស្មើនឹង 6 គីឡូដីណាអញ្ចឹងដោយសារតែតំបន់របស់ខ្ញុំនេះវាវាលតែនៅខាងមុខដែលខ្ញុំថតហ្នឹងទេនៅជុំវិញផ្ទះរបស់ខ្ញុំហ្នឹងគឺវាមានដើមឈើខ្ពស់អញ្ចឹងវាអាចនឹងបាំងសេវារបស់វាដែរណាបើសិនជាបងប្អូនចង់បានឆ្ងាយបងប្អូនគួរតែរកកន្លែងវាលហើយសម្រាប់ថ្មរបស់វាគឺយើងឃើញថាថ្មរបស់វាធ្វើបានល្អមែនទែនសម្រាប់ការហោះពេញហ្នឹងគឺបានខ្ទង់30 ទៅ 35 នាទីបងប្អូនទាំងអស់គ្នាសម្រាប់ដ្រូនដែលមានតម្លៃក្រោម$300គឺយើងពិបាកក្នុងការរកដ្រូនណាដែលមានថ្មកាន់អញ្ចឹងណាសូម្បីតែ Mini 2ហ្នឹងក៏ហោះអត់បានដល់30 នាទីដែរអាហ្នឹងយើងនិយាយទៅតាមជាក់ស្ដែងណាបងប្អូនទាំងអស់គ្នាហើយនិយាយហ្នឹងគឺមិនមែនប្រអាប់ទៅលើ Mini 2ទេប៉ុន្តែខ្ញុំក៏មានលក់ Mini 2ដែរអញ្ចឹងថ្មគឺយើងនិយាយប្រាប់ភ្ញៀវទៅតាមជាក់ស្ដែងអញ្ចឹងយើងឃើញថាឥឡូវនេះគឺយើងបានរហូតដល់ 6000 feet ហើយកម្ពស់ដែលយើងហោះហ្នឹងគឺ339 feet ទៅ340 feet បើសិនជាបងប្អូនត្រូវការហោះលឿនអាហ្នឹងវាមាន3 mode វាមាន smooth mode វាមាន normal ហើយវាមាន sport mode អញ្ចឹងបើសិនជាបងប្អូនត្រូវការហោះលឿនចង់បានតន់ចិត្តអីគឺកាច់មកចុចមក sport mode មកហើយប្រភេទ drone នេះដែរគឺអត់ចាញ់ខ្យល់ទេអ្នកទាំងអស់គ្នាតួរបស់វានឹងគឺធ្ងន់មែនតើធ្ងន់រហូតដល់យើងកាន់តែមួយផ្លែហ្នឹងគឺចង់ឆុកដៃហើយអានេះតាមតែខ្ញុំលេងជាក់ស្ដែងណាគឺវា smooth សម្រាប់តម្លៃប៉ុណ្ណឹងខ្ញុំគិតថាវាស័ក្តិសមនឹងតម្លៃរបស់វាឃើញថាតម្លៃ200ជាងនេះគឺបងប្អូនទិញទៅគឺអត់ស្ដាយលុយទេបងប្អូននឹងទទួលបាន drone មួយដែលមានសមត្ថភាពថាអាចថាខ្លាំងគួរសមដែរនៅក្នុងល្បាក់លុយ200ជាងហ្នឹងណាសំខាន់យើងទិញដ្រូនទៅគឺចំណាយលុយ200ជាងហើយយើងទទួលបាននៅផលិតផលមួយដែលមានម៉ាកយីហោត្រឹមត្រូវមានក្រុមហ៊ុនផលិតត្រឹមត្រូវដែលក្រុមហ៊ុនគេផលិតជាយូរឆ្នាំមកហើយតាំងពីចំនួនទី1រហូតដល់ចំនួនទី3ហ្នឹងអញ្ចឹងណាបងប្អូនទាំងអស់គ្នាអញ្ចឹងយើងសរុបព័ត៌មានឡើងវិញគឺតកតងទៅនឹងការហោះហើយនឹងថ្មរបស់វាអ្វីដែលក្រុមហ៊ុនគេបានដាក់មកហ្នឹងគឺគេថាបាន6 គីឡូដីកម្ពស់បាន120 ម៉ែត្រតែតាមតែខ្ញុំតែជាក់ស្ដែងហ្នឹងគឺបានតែខ្ទង់10000 feet ជាងឯងដែលស្មើនឹង3 គីឡូដីឯងអាហ្នឹងវាទៅតាមតំបន់ទេបងប្អូនទាំងអស់គ្នាបើសិនជាតំបន់យើងរៀងវាលអញ្ចឹងទៅវាសម្បូរសេវាវាអាចនឹងបាន6 គីឡូដីរបស់គេមែនណាបងប្អូនទាំងអស់គ្នាហើយសម្រាប់ថ្មវិញគឺបានរហូតដល់35 នាទីទៅ40 នាទីតាមយើងលេងជាក់ស្ដែងហើយនេះគឺជាវីដេអូដែលខ្ញុំថតចេញពីដ្រូននេះចូលទៅក្នុង memory ជាឃើញថាវីដេអូរបស់វានឹងគឺស្រស់ស្អាតខ្លាំងមែនតើអ្នកទាំងអស់គ្នា 4K 30 frame ហើយ lens របស់វានឹងគឺមិនជាកោងទេវាអត់ប្រឹងពង្រីក lens ឲ្យកោងទេគឺ lens របស់វាហើយនឹង DJI ហ្នឹងគឺសឹងថាប្រហាក់ប្រហែលគ្នាបើសិនជាយើងអត់ប្រាប់ពីឈ្មោះ drone គឺយើងអាចមើលឃើញថាវាស្តៀងគ្នាកម្រិតវីដេអូរបស់វាគឺអាចស្តៀងទៅនឹង Mini 2 និង Mini 3 បងប្អូនទាំងអស់គ្នាអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងជាចុងក្រោយអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះ